សម្រាប់អ្នកផលិត podcast ដែលមានច្រើន angle camera ហើយខ្ជិលអង្គុយ switch ខ្ញុំសូមណែនាំជាមួយនឹង function មួយនេះបាទជំរាបសួរអ្នកនរគ្នាជួបគ្នាជាមួយនឹងវីដេអូថ្មីថ្ងៃនេះបងដែរខ្ញុំបង្ហាញអ្នកនរគ្នាជាមួយនឹង clip ថ្មីទៀតហើយគឺតកតងជាមួយនឹង feature ថ្មីមួយទៀតនៅក្នុង DaVinci Resolve 20អញ្ចឹងនៅក្នុងនេះគឺយើងនឹងនិយាយអំពី AI Multicam Smart Switch អ្នកនរគ្នាអញ្ចឹងគឺ feature មួយនេះគឺល្អមែនទែនសម្រាប់អ្នកដែលចូលចិត្តកាត់ podcast ធ្វើ podcast ណាហ្នឹងហើយហើយមួយទៀតគឺលក្ខណៈគេហៅថាបែប interview ក៏ដូចគ្នាដែរហ្នឹងហើយអាហ្នឹងគឺត្រូវតែម្ដងអូខេតោះឥឡូវយើងចូលមកមើលនៅក្នុងsoftware ថាបែបម៉េចខ្លះអូខេអញ្ចឹងឥឡូវនេះគឺយើងកំពុងតែចូលនៅលើsoftware DaVinci Resolve Studio 20អញ្ចឹងសម្រាប់ version នេះគឺគេហៅថាចំនួនចុងក្រោយគឺវាមានមកជាមួយនឹង AI អញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងលើកអំពី AI Multicam Smart Switch អញ្ចឹងសម្រាប់នៅក្នុងpage មួយនេះគឺយើងហៅថានៅក្នុង media page គឺយើងផ្ទុកជាមួយនឹង footage ក៏ដូចជាការរៀបចំ project របស់យើងដំបូងមុននឹងយើង start ចាប់ផ្ដើម edit ឬក៏ធ្វើការកែពណ៌អីជាដើមអញ្ចឹងទៅអូខេអញ្ចឹងឥឡូវនេះគឺអ្នកនរគ្នាឃើញនេះគឺ media page អញ្ចឹងខ្ញុំមានជា footage មួយដែលខ្ញុំបានថត4 camera angle ដែលយើងប្រើប្រាស់ជាមួយនឹង Blackmagic ហ្នឹងហើយអញ្ចឹងឥឡូវនេះគឺយើងនឹងធ្វើការគេហៅថារៀបចូលគ្នាណាកងចូលគ្នាណាគឺនេះគឺសាមញ្ញបំផុតហើយយើងមួយទៀតមានជា folder sound អញ្ចឹងអានេះខ្ញុំគ្រាន់តែជាលក្ខណៈ sample ខ្លីៗហ្នឹងហើយឥឡូវទីហោថាយើងមាន4 angle camera អញ្ចឹងតបមកដល់ពេល switch ចូលមកក្នុង edit page អញ្ចឹងនៅក្នុង edit page នេះគឺយើងអាចធ្វើការ edit ជាមួយ Multicam ក៏ដូចជា edit ផ្សេងៗបានទាំងអស់អូខេអញ្ចឹងគឺយើងបង្កើតគេហៅថានេះមក Multicam ណា Multicam timeline អញ្ចឹងនៅក្នុងនេះគឺខ្ញុំ select នៅលើនេះមកហើយខ្ញុំ right click ខ្ញុំយកពាក្យថានេះអ្នកនេះខ្ញុំយកពាក្យថា create new multicam clip select អញ្ចឹងនៅក្នុងនេះគឺខ្ញុំនេះយើងបង្កើត multicam ហ្នឹងមកអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់នេះថា multicam អញ្ចឹងអានេះដែលខ្ញុំថតមក frame rate 24 frame per second ហើយដូចជាតាមខ្ញុំចាំដូចជាមាន time code ហ្នឹងដូចជាមាន time code លាយដែរព្រោះដោយសារដូចជាខ្ញុំដូចជាប្លង់នេះដូចជាលាយហ្នឹងហើយលាយកាមេរ៉ាគ្នាដូចជា Blackmagic ជាមួយនឹង Sony អញ្ចឹងមានមួយប្លង់ដូចជា Sony អញ្ចឹងនៅក្នុងនេះខ្ញុំប្រើ sound ចុះខ្ញុំអត់ប្រើជា time code ទេអូខេតមកខ្ញុំចុចពាក្យថា create អញ្ចឹងឥឡូវនេះគឺវាចាប់ផ្ដើម analyze ឃើញទេអានេះគឺ footage នេះវាវែងតិចអ្នកនរគ្នាព្រោះដោយសារដូចខ្ញុំថតដូចចូល1ម៉ោងអីតិចតួចដែរវាថតខាត់ច្រើនដងអូខេtake time បន្តិចអូខេឥឡូវយើងមានជា folder មួយយើងដាក់ថា original clip មាន original clip មាន multicam អញ្ចឹងអានេះគឺ timeline multicam អញ្ចឹងដើម្បីយើងអាចធ្វើការ edit បានអ្នកនរគ្នាអាចបង្កើតជា timeline មួយខ្ញុំដាក់ពាក្យថា create new timeline ខ្ញុំដាក់ថា edit multicam តោះមកខ្ញុំ create មកអូខេបន្ទាប់មកយើងទាញយើងទាញ multicam timeline មួយហ្នឹងណាយើងទាញចុះមកឃើញទេអញ្ចឹងអានេះយើងបានជា multicam clip ហ្នឹងហើយឃើញទេ
ចឹងនេះគឺវែងមែនតើអ្នកនរចូលណែចូល1ម៉ោងជាងហ្នឹងហើយវែងមែនតើអូខេអញ្ចឹងនេះគឺជំហានបន្ទាប់ទៀតគឺអ្នកនរគ្នាright click អាចចូលទៅមើលសិនទៅដើម្បីយើងអាចឆែកមើល sound ដូចអីចឹងណាហ្នឹងហើយអញ្ចឹងយើងចង់ដឹងថាការកង click របស់យើងនឹងវាត្រូវអត់ឃើញទេអញ្ចឹងឥឡូវយើងទៅទៀងទាត់មើលព្រោះកន្លែងនេះដូចជាខ្ញុំវាយ clap លើសលេងដៃដែរអូយ៉ាអានេះគឺសលេងយ៉ាអូខេអញ្ចឹងដោយសារនៅក្នុងនេះយើងបានថតជាមួយនឹង sound មួយទៀតជាមួយនឹង Rodecaster អញ្ចឹងខ្ញុំសុំតម្លាក់ sound នឹងមួយទៀតមកអូខេតោះមកខ្ញុំដូរពណ៌វាបន្តិចទៅឲ្យកុំឲ្យច្រឡំអញ្ចឹងណាហ្នឹងហើយខ្ញុំដាក់ពណ៌លឿងអញ្ចឹងទៅយ៉ាអញ្ចឹងយើងទៅរកមើលកន្លែងណាដែលយើងវាយ clap ហ្នឹងហើយយើងវាយ clap អញ្ចឹងយើងព្យាយាម align វាត្រូវមកណាអូខេអូខេឥឡូវយើងចាប់ផ្ដើមយកពីកន្លែងនេះយើងចាប់ផ្ដើមគាត់ start តែម្ដងសូមស្វាគមន៍មកកាន់ចំណែកនៃ podcast អូខេឥឡូវ MC គាត់ចាប់ផ្ដើម host គាត់ចាប់ផ្ដើមនិយាយហើយអញ្ចឹងមានន័យថាកន្លែងចំណុចហ្នឹងអញ្ចឹងយើងកុំខ្វល់ពីកន្លែងហ្នឹងពីអីទាំងអស់អូខេអញ្ចឹងឥឡូវនេះគឺ sound មានន័យថានៅក្នុងនេះគឺយើងបានរៀបហើយទាំង sound ជាប់មកមួយកាមេរ៉ាក៏ដូចជា sound ដែលយើង sync កន្លែងថតមួយ Rodecaster ហ្នឹងហើយអូខេអញ្ចឹងឥឡូវយើង switch មកកន្លែង edit multicam វិញអ្នកនរគ្នានេះយើង switch មកកន្លែងនេះអញ្ចឹងអានេះគឺ timeline ផ្សេងគ្នាអ្នកនរគ្នាចាត់ច្រឡំហ្នឹងហើយអញ្ចឹងនៅក្នុងនេះបើសិនអ្នកនរគ្នានេះអានេះគឺចាប់ផ្ដើមមកភ្លាមគឺ wide shot អ្នកគ្នាអញ្ចឹង wide shot យើងរកមើលកន្លែងណាដែលនេះមិញគាត់ចាប់ផ្ដើម start intro នេះកន្លែង MC clap មិញ Okay all good record ទៅបាទសូមស្វាគមន៍មកកាន់ចំណែកនៃ podcast អូខេឥឡូវយើងយកកន្លែងហ្នឹងកុំឲ្យយូរពេកទៅបាទសូមអូខេអញ្ចឹងឥឡូវខ្ញុំ see comment ចុចមួយមកកាត់ clip អញ្ចឹងអានេះវាវែងមែនតើអ្នកនរបើសិនជាការខ្ញុំ analyze ឬក៏ធ្វើរយៈពេលនេះទៅវាអាចយើង take time តិចហើយខ្ញុំត្រូវខាវាលឿនតែឥឡូវខ្ញុំសុំយកត្រឹមតែ5នាទីចុះហើយធ្វើការ sample ជូនអ្នកនរគ្នាអញ្ចឹងទីហោថានេះប្រវត្តិនេះគឺ5នាទីអ្នកនរណាចូល5នាទីឧទាហរណ៍ថាប៉ុណ្្នឹងចុះណាណែឧទាហរណ៍ថាតើយក4ចុះមកវិញពេញអូខេខ្ញុំកាត់ឧទាហរណ៍ថានេះគឺជាមួយ whole length video podcast របស់យើងឬក៏ interview អញ្ចឹងទៅហ្នឹងហើយអញ្ចឹងឥឡូវយើងមកមើលថាតើរបៀបនៃការធ្វើ AI multicam smart switch ហ្នឹងបែបម៉េចអញ្ចឹងអានេះគឺជា basic step មួយអ្នកនរគ្នាមុននឹងយើងឲ្យវាចាប់ផ្ដើមបានជាមួយនឹង function ហ្នឹងយើងត្រូវរៀប footage ហ្នឹងទៅតាមអ្វីដែលយើង start at the same time ទាំងអស់មានន័យថា everything គឺវា synchronize មួយគ្នាក្បាលដំបូងអញ្ចឹងណាហ្នឹងហើយទាំង sound របស់យើងទាំង footage អញ្ចឹងទៅអូខេអញ្ចឹងនៅក្នុងនេះគឺ step បន្ទាប់ទៀតអ្នកនរគ្នាអាចបើសិនករណីអ្នកនរគ្នាអត់ឃើញមាន viewer 2ចេះទេយើងអាចបើកចុចកន្លែងនេះមកចុចចេះមកមាន2ហើយអូខេអញ្ចឹងកន្លែងនេះយកពាក្យថា multicam អូខេអញ្ចឹងឥឡូវនេះគឺវាបង្ហាញជាមួយនឹងគ្រប់ angle ទាំងអស់ដែលយើងបានថតចំនួន4កាមេរ៉ាហើយបូកជាមួយនឹង track sound មួយទៀតអញ្ចឹង track sound នេះយើងចូលទៅមើលនៅក្នុង track ទីម៉ានអ្នកនរគ្នាគឺនៅក្នុង angle 5អញ្ចឹងនៅក្នុងនេះខ្ញុំអាច rename បានថាជាខ្ញុំដាក់ថា Rodecaster Pro មានន័យថាយើងឲ្យឈ្មោះថា track ហ្នឹងគឺជាសំឡេងដែលយើង record ពី mixer មកហ្នឹងហើយអញ្ចឹងឥឡូវយើងចាប់ផ្ដើមដូរមកនេះឃើញទេកន្លែងនេះគឺវាចាប់ផ្ដើមដូរឈ្មោះហើយ Rodecaster Pro អញ្ចឹងទៅអូខេអញ្ចឹងនៅក្នុង Rodecaster Pro នេះគឺមួយ track ហើយអានេះគឺជាវីដេអូអញ្ចឹងអ្នកនរគ្នាមើលកន្លែងនេះវាមាន video only វាមាន video ជាមួយនឹង sound ឬក៏ audio only អញ្ចឹងទៅអូខេអាហ្នឹងគឺជំនាន់មុនណាហ្នឹងហើយនៅពេលដែលយើង switch អីយើងចង់ខាត់តែ just only the video មានន័យថាតែ track video ទេមានន័យថាអ្នក video 1នេះ track ទី1នេះគឺកាត់ទៅលើតែ video ទេ
អញ្ចឹងឥឡូវយើងក៏លេខមកមើលចំណុចពិសេសសម្រាប់ថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាគឺ AI Multicam Smart Switch ហ្នឹងហើយអញ្ចឹងនៅក្នុងនេះយើងក៏ដាក់មកវា highlight មកវានឹងចេញអក្សរឲ្យយើងនេះអ្នកនរគ្នាណាអូខេអញ្ចឹងកន្លែងនេះចំណុចនេះអញ្ចឹងនៅពេលដែលយើងចុចមកវាចេញផ្ទាំងយ៉ាងអ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងចុចចឹងមកវាមានឲ្យយើងរើសទៅតាម second ឬអីចឹងទៅហើយវាមាន wide angle frequency អញ្ចឹងណាហ្នឹងហើយអានេះយើង auto detect អីចឹងទៅហើយ use wide angle for intro និង outro អញ្ចឹងមានន័យថាកន្លែងហ្នឹងវានឹងចាប់ជា wide shot មួយមានន័យថាប្រើមក intro ក៏បានគឺយើងយក wide shot អូខេអាហ្នឹងមកយើង take យកអញ្ចឹងហើយ quality យើងយក faster ឬក៏វាមាន more better អញ្ចឹងជាងហ្នឹងដែរបើសិនករណីមិនសិនយើងលឿនវាអាចយើងយក better អញ្ចឹងទៅអូខេចឹងឥឡូវនៅក្នុងនេះគឺវាមានប៉ុណ្ណឹងអញ្ចឹងបន្តមកយើងយកចាប់ផ្ដើមយក analyze អ្នកនរចុចយក analyze មកពងអូខេពេលចាប់ផ្ដើម analyze ទៅលើមក timeline របស់យើងហ្នឹងហើយអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងនេះគឺវានឹង analyze ហើយនោះយើងនឹងឃើញcutting ដែលវា switch ហើយស្រាប់ណាហ្នឹងហើយអូខេអរយើងយូរតិចtake time មែនតើអូខេអញ្ចឹងឥឡូវកន្លែងនេះខ្ញុំអត់ចង់ខាចុះយើងចង់ដឹងថា performance ជាមួយនឹង computer របស់ខ្ញុំហើយរយៈពេល5នាទីក្នុងការវាធ្វើ AI analyze multi-cut ឲ្យយើងនឹងវា take time ប៉ុណ្ណាអញ្ចឹងអ្នកនរអាចទស្សនាបានខ្ញុំអត់ខាទេហើយខ្ញុំអូខេឥឡូវយើងជជែកគ្នាបន្តិចទៅពីគេហៅថាបែប traditional way ជំនាន់មុនណាហ្នឹងហើយអញ្ចឹងជំនាន់មុនគឺក្នុង process របស់យើងមានន័យថាអ្នកនរគ្នាត្រូវបើក multi cut អញ្ចឹងហើយអ្នកនរគ្នាត្រូវ play វាអញ្ចឹងកន្លែងហ្នឹង play គឺទី1វាសំខាន់គឺម៉ាស៊ីនយើងធំប៉ុណ្ណាមានន័យថាវាអាច handle រត់ទៅ smooth ប៉ុណ្ណាក្នុងពេលដែលយើងធ្វើការ cut ប្លង់មានន័យថាវាត្រូវ play back real time ហើយយើងចាប់ផ្ដើមចុចលើ keyboard ឬក៏គេហៅថានេះ speed editor keyboard ហ្នឹងដើម្បីធ្វើការ switch ភ្លាមៗទៅលើ timeline ហ្នឹងអញ្ចឹងណានេះដូចដល់យើងឃើញនេះគឺអានេះគឺ keyboard ហ្នឹងតាម series of speed editor keyboard អញ្ចឹងអានេះគឺវាមាន1 2 3 4អីចឹងទៅអញ្ចឹងវាទាមទារឲ្យម៉ាស៊ីនអ្នកនរគ្នាដើរលឿន smooth real time បន្តមកយើងចុច cam A cam 1 cam 2 cam 3អីចឹងទៅឆ្លាស់គ្នាចឹងទៅអញ្ចឹងអាស្រ័យគឺទៅលើម៉ាស៊ីនរបស់យើងថាវា real time ប៉ុណ្ណាហើយក្នុងការយើង switch ហ្នឹងគឺទៅតាមអារម្មណ៍គឺទៅតាមdialogue តួរបស់យើងនិយាយនៅក្នុង scene ហ្នឹងអីចឹងណាហ្នឹងហើយអូខេប៉ុន្តែសម្រាប់ជាមួយនឹង AI នេះគឺចំណុចពិសេសមែនតើដែលខ្ញុំចាប់អារម្មណ៍គឺគេហៅថាលឿនជាងមុនវា save time យើងច្រើនមែនតើហើយវា intelligent មានភាពបត់បែនខ្ញុំមើលទៅគឺល្អប្រសើរមែនតើអញ្ចឹងអ្នកនរអាចសាកបានសម្រាប់បងដែលមានជា DaVinci Resolve Studio យើងអាចធ្វើការ upgrade មកជំនាន់ beta ឥឡូវដូចជា beta ជំនាន់ទី2យើងអាចសាកបានជាមួយនឹង function មួយនេះទៅលើ AI Multicam Smart Switch អូខេឥឡូវយើងក៏លេចមកមើលទៅលើ timeline របស់យើងវិញគឺយើងកាត់ហើយហ្នឹងហើយវ៉ាវអញ្ចឹងគឺនៅលើ timeline នេះគឺកាត់ហើយបាត់ហើយអ្នកនរគ្នាណាក៏មែនតើអ្នកនរគ្នានេះឃើញទេអញ្ចឹងឥឡូវយើងទៅ play មើលអ្នកនរគ្នាមើលថាបែបម៉េចសូមស្វាគមន៍មកកាន់ចំណែកនៃ podcast ស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់មកកាន់អូខេឥឡូវយើងឃើញថា intro ដំបូងបើមកគឺវាយប៉ុន្តែនឹងអត់ជាបញ្ហាអ្នកនរគ្នាករណីដែលថាបើយើងចង់សម្រួលឡើងវិញក៏បានណាបើសិនជាករណីយើងមើលទៅយើងត្រូវការចាស់អញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏ដែរ click មកយើងយក speed angle 2អូខេអានេះគឺ host ចុងហៀងគាត់និយាយគាត់ intro អញ្ចឹងយើងឆេងមកសូមស្វាគមន៍មកកាន់ចំណែកនៃ podcast yes អូខេអញ្ចឹងឥឡូវនេះគឺ sound នេះខ្ញុំមានអារម្មណ៍ថាវាឮដូចជាយកពី sound camera ដោយសារ step ដំបូងខ្ញុំភ្លេច switch នៅលើ timeline នេះហើយអញ្ចឹងឥឡូវខ្ញុំចុចនេះហើយខ្ញុំយកនេះ sound របស់ខ្ញុំគឺខ្ញុំយកទៅ Rodecaster Pro ទាំងអស់អញ្ចឹងរាល់ sound ដែល switch ទៅហ្នឹងគឺវា still keep នៅ track របស់ Rodecaster Pro អញ្ចឹង sound វា clear ជាងមុនសូមស្វាគមន៍មកកាន់ចំណែកជំនាញ podcast ស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់មកកាន់ episode នៅក្នុងសប្តាហ៍នេះឃើញទេអ្នកនរអញ្ចឹងគ្រាន់តែ host យើង
Mr. កសលគាត់ចាប់ផ្ដើមនិយាយភ្លាមគឺវាចាប់ផ្ដើម switch ទៅអ្នកដែលគាត់និយាយ នៅក្នុងវគ្គមួយនេះអ្នកទាំងអស់គ្នានឹងបានជួបជាមួយនឹងបងអូនស្រីមួយរូបដែល អូខេអញ្ចឹងនេះគឺគាត់និយាយ share clip អញ្ចឹងណាហ្នឹង ឲ្យប្រិយមិត្តអ្នកស្ដាប់ទីហ្នឹងបាទ ចា អូខេឥឡូវយើងចាប់ផ្ដើម guest របស់យើងគាត់ចាប់ផ្ដើមសន្ទនា ចាជំរាបសួរម្ដងទៀតនេះខ្ញុំឈ្មោះសមាសុចានិមលហើយខ្ញុំ អូខេអ្នកនេះអូអែមែនតើអ្នកនេះចំណេញពេលច្រើនមែនតើណាហើយមួយទៀតអានេះបើខ្ញុំ back ទៅចំនួនមុនដែល Davinci Resolve អត់ទាន់មានគឺយើងប្រើជាលក្ខណៈថា third party plugin ណាអញ្ចឹងយើងត្រូវការចំណាយលុយឬអីចឹងទៅឬក៏យើងត្រូវការប្រើ platform ផ្សេងហើយបន្ទាប់មក export ជា XML ដើម្បីជា round trip នៅក្នុង Davinci Resolve នោះយើងត្រូវ import XML អីចឹងទៅវាការងារនេះវា take time មែនតើប៉ុន្តែឥឡូវវាអត់ស្មុគស្មាញហើយពេលវេលាយើងកាន់តែខ្លីទៀតអ្នកនរគឺល្អមែនតើអញ្ចឹងយើងអាចប្រើជាមួយនឹង feature នេះទៅលើ Davinci Resolve 20គឺធានាថាគុណភាពហើយគឺចំណេញពេលវេលាទៀតអ្នកនរធានាយើងអាចសាកបាន គឺជានិស្សិតឆ្នាំទី1ដែលកំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញហើយខ្ញុំក៏ជានិស្សិតដែលទទួលបានអាហារូបករណ៍ អូខេអ្នកនរគឺល្អមែនតើណាអានេះគឺចាប់ផ្ដើមMr. កសលក៏ចាប់ផ្ដើមនិយាយវិញណា អូខេវ៉ាវទទួលបានអាហារូបករណ៍ 100% ឃើញទេអ្នកនរអូអែមែនតើ បងខ្ញុំ នេះ អូខេ ហើយចំនួន អូនេះគឺ Mr. យើងគេចាប់ផ្ដើម ថ្មីហ្នឹងខុសពីចំនួនយើង នេះ auto switch អែមែនតើអ្នកនេះ សកម្មភាពអាចចង់និយាយអាចនិយាយត្រួសបាននឹងពាក់ព័ន្ធមួយសកម្មភាពដែលយើងរៀននៅសាលាជំនាន់ថ្មីហ្នឹងណាវាខុសគ្នាមិនបើធៀបជាមួយនឹងទូទៅ ចាបងស្លាយ នឹងទូ អូខេអញ្ចឹងឥឡូវមានតែប៉ុណ្្នឹងហើយអ្នកនរនេះគឺ demo ខ្លីៗទេត្រឹមតែហៅថា5នាទី clip ឡើងណាហ្នឹងហើយអញ្ចឹងមានតែប៉ុណ្ណេះអញ្ចឹងអ្នកនរគ្នាអាចសាកល្បងបានអាចធ្វើការ upgrade ទៅនៅជំនាន់ beta 2នេះគឺគ្រាន់បើដែរអ្នកនរគ្នាដូចជាអត់មានបញ្ហាច្រើនទេហើយសូមបញ្ជាក់អ្នកនរគ្នាតិចដូចអ្នកនរគ្នាឃើញវាពណ៌យ៉ាងស្លេកហ្នឹងដោយសារអានេះគឺ footage ដើមដែលយើងថតជាមួយនឹង Blackmagic ក៏ដូចជា Sony S-Log អីចឹងទៅអញ្ចឹងវាមើលមកវានៅរៀងស្លេកអ្នកនរគ្នាហ្នឹងឯងវានៅរៀងស្លេកអញ្ចឹងខ្ញុំអត់តានកែពណ៌អីទេអញ្ចឹងអានេះខ្ញុំគ្រាន់តែធ្វើជា demo sample ក្នុង feature មួយដែលយើងហៅថា AI Multicam Smart Switch អញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាបើមានចម្ងល់អីទៅលើ version 20នេះអាចធ្វើការ comment ជាមួយនឹងវីដេអូនេះខ្ញុំនឹងធ្វើ detail ជាមួយនឹងវីដេអូក្រោយទៀតហើយកុំភ្លេចធ្វើការ subscribe ជាមួយនឹង YouTube channel ថ្មីរបស់ខ្ញុំផងពីចាត់ VFX ហើយជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនបាយបាយ